ចាប់ចូលឆ្នាំខ្មែររយៈពេល3ថ្ងៃខ្ញុំជឿថាអូនទី12មួយចំនួនគឺគាត់បានដើរលេងហើយអូនទី12មួយចំនួនទៀតគឺគាត់នៅផ្ទះហើយអីដែលខ្ញុំចង់និយាយនេះគឺមិនមែនប្រៀបធៀបអ្នកដែលបានដើរលេងឬក៏អ្នកអត់បានដើរលេងទេអីដែលខ្ញុំចង់និយាយគឺដើម្បីត្រៀមខ្លួនមុនប្រឡងបាក់ឌុបព្រោះយើងនៅសល់រយៈពេលដូចជា4ខែត្រឹមហ្មងដើម្បីត្រៀមខ្លួនប្រឡងបាក់ឌុបឆ្នាំ2026ហ្នឹងឯងចង់អីដែលយើងត្រូវត្រៀមទី1ហ្នឹងគឺយើងត្រូវកែប្រែកំហុសការយើងប្រឡងឈរមានទី1កែប្រែកំហុសហ្នឹងបែបម៉េចពេលយើងប្រឡងឈប់មានទី1ហើយយើងប្រកាសនៅមានមេរៀនខ្លះអត់ទៅបានបញ្ចប់ទេតែយើងប្រឡងចេញឬក៏មានចំណុចខ្លះយើងអត់ចេះទេប៉ុន្តែប្រឡងចេញអញ្ចឹងអីដែលយើងត្រូវកែប្រែកំហុសគឺយើងយកវាយកមកធ្វើយកវាយកមកសួរលោកគ្រូអ្នកគ្រូដើម្បីឲ្យគាត់ជួយដោះស្រាយយើងឬក៏មេរៀនខ្លះយើងត្រូវរៀនដើម្បីយើងយកមកធ្វើឲ្យវាចេញអញ្ចឹងមេរៀនហ្នឹងគឺយើងត្រូវយកចិត្តទុកដាក់មែនតើដើម្បីយើងចេះនៅចំណុចមួយហ្នឹងអញ្ចឹងអីដែលយើងត្រូវកែប្រែកំហុសគឺយើងត្រូវដឹងថាតើកំហុសយើងហ្នឹងគឺជាកំហុសបែបម៉េចហើយយើងត្រូវដោះស្រាយវាតាមរបៀបណាទី2គឺយើងត្រូវបុកទន្ទិញមេរៀនឡើងវិញខ្ញុំជឿថាមានអូនមួយចំនួនគឺការឈប់មេទី1គឺគាត់បានមើលមេរៀនខ្លះទន្ទិញមេរៀនខ្លះហើយបើសិនជាអូនណាដែលបានទន្ទិញមេរៀនតិចបំផុតឬក៏អត់ទន្ទិញមេរៀនសោះអញ្ចឹងខ្ញុំជឿថា4ខែហ្នឹងបើសិនជាយើងតាំងចិត្តនៅក្នុងការបុកទន្ទិញមេរៀនណាខ្ញុំជឿថាអាចទទួលបាននិទេសមួយដែលល្អដែរព្រោះវានៅសល់រយៈពេល4ខែគឺល្មមគួរសមដែលយើងអាចទន្ទិញចាំអីអាហ្នឹងហ្នឹងហើយអញ្ចឹងអាហ្នឹងគឺក៏សំខាន់ដែរការទន្ទិញមេរៀនរបស់យើងបើសិនជាថ្នាក់សង្គមក៏ហត់តែសំខាន់ទៀតហ្មងហើយចំណុចទី3គឺជាចំណុចដែលពិសេសជាងគេដោយសារតែយើងត្រូវធ្វើវិទ្យាសាស្ត្រអញ្ចឹងការធ្វើវិទ្យាសាស្ត្រហ្នឹងគឺវាមានពីរប្រភេទការធ្វើវិទ្យាសាស្ត្រឆ្នាំចាស់ហើយនឹងការធ្វើវិញ្ញាសាត្រៀមដើម្បីដឹងថាសមត្ថភាពយើងវាដល់កម្រិតណាចឹងទៅហើយការធ្វើវិញ្ញាសាឆ្នាំចាស់ហ្នឹងគឺយើងត្រូវធ្វើមួយជុំទៅឧទាហរណ៍យើងធ្វើចាប់ពីឆ្នាំ2014រហូតមកដល់ឆ្នាំ2025អីចឹងទៅតែជាយើងមានលទ្ធភាពនៅក្នុងការធ្វើឲ្យវាច្រើនយើងអាចធ្វើដូចជាពីជុំក៏បានដែរដើម្បីយើងដឹងថាតើយើងខ្លាំងប៉ុណ្ណាប៉ុន្តែខ្ញុំជឿថាតែមួយជុំក៏វាល្អដែរមុនឈុំទី2ហើយមួយទៀតហ្នឹងគឺការធ្វើវិញ្ញាសាត្រៀមការធ្វើវិញ្ញាសាត្រៀមហ្នឹងគឺវាអត់ដូចវិញ្ញាសាធ្លាប់ចេញ100%តែវាលំនាំដូចគ្នាប៉ុន្តែយើងត្រូវតែសមត្ថភាពរបស់យើងថាវិញ្ញាសាត្រៀមហ្នឹងមានខុសគ្នាតិចតួចទេមួយអាវិញ្ញាសាធ្លាប់ចេញឆ្នាំចាស់អញ្ចឹងយើងធ្វើកំណត់ពេលវេលាឲ្យល្អធ្វើដូចពេលយើងប្រឡងទៅគឺយើងអាចដឹងថាតើយើងអាចធ្វើបានកម្រិតណាហើយអញ្ចឹងដើម្បីភាពងាយស្រួលបងមានជួយសភៅមួយដែលអូនវិទ្យាសាស្ត្រក៏ត្រូវអូនសង្គមក៏ត្រូវដែរដោយសារនៅក្នុងហ្នឹងគឺមាន7មុខវិជ្ជាផ្សេងគ្នាសម្រាប់អូនថ្នាក់សង្គមនិងថ្នាក់វិទ្យាសាស្ត្រព្រោះបើចាំទៅញញ៉ៃឲ្យយើងមានតែមួយឈុតហ្នឹងគឺស្រួលខ្លាំងមែនតើហ្មងដោយសារយើងយកទៅដឹងតែធ្វើហ្មងបើចាំទៅរកវិទ្យាសាស្ត្រញញ៉ៃនៅតាមអ៊ីនធឺណិតហ្មងបានមួយមកអត់គុំគ្នាបាន7មុខវិជ្ជាហ្នឹងគឺញញ៉ៃខ្លាំងមែនតើ